ពលរដ្ឋស៊ីវិល7 នាក់ស្លាប់និងរបួស20 នាក់ដោយសារការបាញ់ប្រហាររបស់យោធាថៃពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន7 នាក់បានស្លាប់បាត់បង់ជីវិតនិង20 នាក់បានរងរបួសដោយសារការបាញ់ប្រហារពីសំណាក់យោធាថៃមកលើកម្ពុជានេះបាទតាមលោកស្រីម៉ាលីសុជាតាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី9 ខែធ្នូឆ្នាំ2025នេះបាទតាមអ្នកនាំពាក្យក្រសួងការពារជាតិក្នុងចំណោមពលរដ្ឋ7 នាក់ដែលបានស្លាប់គឺ2 នាក់ស្លាប់នៅពេលធ្វើដំណើរតាមផ្លូវជាតិលេខ56កាលពីយប់ថ្ងៃទី8 ខែធ្នូក្នុងសកម្មភាពបាញ់ប្រហាររបស់យោធាថៃដែលបានបាញ់ផ្លោងចូលទៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យកាលពីយប់មិញនេះបានបណ្ដាលឲ្យប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅលើផ្លូវជាតិ56បានបាត់បង់ជីវិតចំនួន2 នាក់ដោយសារគ្រាប់ផ្លោងរបស់យោធាថៃមកទល់ពេលនេះយោធាថៃនៅតែបន្តបាញ់ប្រហារឥតឈប់ឈរនៅច្រើនទីតាំងចូលក្នុងដែនដីរបស់កម្ពុជាអ្នកស្រីម៉ាលីសុជាតាបញ្ជាក់យ៉ាងដូចនេះដោយបន្ថែមថាស្ថានភាពនៅយុទ្ធភូមិភាគទី5ចាប់តាំងពីម៉ោង 20:39 នាទីយប់ថ្ងៃទី8 ខែធ្នូរហូតដល់ម៉ោង 8 ព្រឹកថ្ងៃទី9 ខែធ្នូនេះយោធាថៃបានបាញ់ផ្លោងយ៉ាងខ្លាំងចូលក្នុងភូមិជោគជ័យភូមិព្រៃច័ន្ទនិងបានបង្ហោះដ្រូនស៊ើបការនៅក្នុងភូមិសាស្ត្របឹងត្រកួននិងបានពង្រីកភូមិសាស្ត្រចូលទៅក្នុងភូមិបឹងព្រីងនៃស្រុកថ្មពួកខេត្តបន្ទាយមានជ័យនិងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបងដោយប្រើអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធ្ងន់ជាច្រើនប្រភេទក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទបន្តគោរពនិងអនុវត្តអធិរាជនៅការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់មកលើទឹកដីរបស់ខ្លួនបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយចំណែកឯប្រទេសបារាំងតាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុបនិងការបរទេសបានសម្ដែងការព្រួយបារម្ភចំពោះភាពតានតឹងសារជាថ្មីនៅព្រំដែនរវាងកម្ពុជាថៃដែលបង្កឲ្យមានជនរងគ្រោះថ្មីភាពតានតឹងជាថ្មីចាប់ពីថ្ងៃទី8 ខែធ្នូដែលបានចាប់ផ្ដើមដោយយោធាថៃនៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យបន្ទាយមានជ័យព្រះវិហារនិងបន្តដល់ពោធិ៍សាត់នាព្រឹកថ្ងៃទី9 ខែធ្នូនេះមុននឹងកម្ពុជាសម្រេចតវិញនៅគ្រប់គោលដៅប្រទេសបារាំងអំពាវនាវឲ្យមានការគោរពពេញលេញនិងការអនុវត្តជាក់ស្ដែងនៅបទឈប់បាញ់ចុះថ្ងៃទី28 ខែកក្កដាឆ្នាំ2025និងសេចក្តីថ្លែងការណ៍រួមធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី47នៅទីក្រុងកូឡាឡាំពួរនេះបើតាមសេចក្តីថ្លែងការណ៍ដែលស្ថានទូតបារាំងប្រចាំកម្ពុជាចែករំលែកនាថ្ងៃទី9 ខែធ្នូឆ្នាំ2025ជាមួយនេះបារាំងបានបញ្ជាក់សារជាថ្មីនៅការគ្រប់គ្រងដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឡើងដោយអាស៊ានជាពិសេសដោយលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមក្នុងនាមជាប្រធានអាស៊ានឆ្នាំ2025សេចក្តីថ្លែងការណ៍បានបន្ថែមថាប្រទេសបារាំងជឿជាក់ថាមាគ៌ាតែមួយគត់ដើម្បីដោះស្រាយជម្លោះប្រកបដោយចីរភាពនិងសន្តិវិធីគឺធ្វើឡើងតាមរយៈការបន្តកិច្ចសន្ទនាឡើងវិញការគោរពច្បាប់អន្តរជាតិនិងការបដិញ្ញាចិត្តនានាដែលប្រទេសទាំងពីរបានធ្វើឡើងជាដៃគូអាស៊ាន